ប៉ុន្តែបើយើងសង្កេតទៅមើលបំរាប់ប្រធានដែលគេឲ្យគឺចំនួនស្ពាក៏អត់មានប្រវែងខ្សែចម្លងក៏អត់មានដែរប៉ុន្តែគេឲ្យតំណែងរវាងកប់ចិត្តសួស្តីបងប្អូនបើជាលំហាត់ខាងក្រោយនេះជាលំហាត់ដែលចេញបាក់ឌុបនៅថ្ងៃខាងមុខតើបងអាចមានដំណោះស្រាយបានទេអូខេបើអត់ទាន់ច្បាស់តាក់ទងនឹងដំណោះស្រាយនេះអាចមើលជាមួយលោកគ្រូបានតែលំហាត់នេះលោកគ្រូដាក់មកគឺជាលំហាត់ដែលត្រៀមប្រឡងបាក់ឌុបនៅក្នុងមេរៀនដែនរបស់យើងដែលគេយកខ្សែចម្លងមួយដែលមានអង្កត់ចិត្តអញ្ចឹងមានថានេះគឺជាអង្កត់ចិត្តរបស់ខ្សែចម្លង1មីលីម៉ែត្រទៅរួមជាស្ពាចូលគ្នាបង្កើតជា solenoid មួយបន្ទាប់មកគេឲ្យចរន្តអគ្គិសនីចំនួន10អាំពែឆ្លងកាត់ solenoid ហ្នឹងគេឲ្យយើងរកតម្លៃអាំងលុយសុងមីនីតិចឬក៏គេឲ្យយើងរកនៅដែនមីនីតិចរបស់វាគេឲ្យ1 ស្មើប៉ុណ្នេះយើងដឹងស្រាប់ហើយថាដែនមីនីតិចរូបមន្តដែនមីនីតិចរបស់យើងគឺ base ស្មើនឹង1 NE នៅលើ L ប៉ុន្តែបើយើងសង្កេតទៅមើលបំរាប់ប្រធានដែលគេឲ្យគឺចំនួនស្ពាក៏អត់មានប្រវែងខ្សែចម្លងក៏អត់មានដែរប៉ុន្តែគេឲ្យតំណែងរវាងកប់ចិត្តអូខេនៅក្នុងចំណុចនេះបងប្អូនដឹងថាបើសិនជានៅក្នុងតំណែងអត់មានចំនួនស្ពាទេយើងអាចរករូបមន្តតាមចំនួនស្ពាបានអូខេយើងដឹងថាម៉េចយើងដឹងថាដោយចំនួនស្ពារបស់យើងមិនស្មើទេប្រវែងរបស់ solenoid ចែកជាមួយនឹងកប់ចិត្តអត់មានគុណនឹង x ឬក៏បូក 2e ទេដោយសារនៅក្នុងករណីនេះគេអត់បញ្ជាក់ប្រាប់ទេហើយចំនួនកម្រាស់ e សឡង់បើសិនគេមិនបញ្ជាក់មានន័យថាវាស្មើ0ឬក៏គេអាចនិយាយថាវាអាចចោលបានអញ្ចឹងនៅក្នុងករណីនេះលោកគ្រូអាចទាញរក l ស្មើនឹង n ND អញ្ចឹងលោកគ្រូយក L ដែលស្មើ ND នេះមកជំនួសនៅក្នុងនេះនោះអញ្ចឹងគេបាន B របស់យើងគឺស្មើនឹង1 NE អញ្ចឹងចំពោះ L លោកគ្រូបដូរវាដោយ N នៅលើ D អូខេយើងអាចសម្រួល N បានណាអញ្ចឹងយើងអាចសម្រួល N បានសមិទ្ធផលដែលយើងទទួលនៅសល់គឺ1 នៅលើ E នៅលើ D អូខេនេះជាការបំលែងឲ្យជាប់ជាមួយនឹងអង្កត់ចិត្តរបស់ខ្សែចម្លងដោយបំរាប់របស់យើងគឺគេឲ្យអស់ហើយដោយមិនទៅគឺ E របស់យើងគឺស្មើនឹង10អាំពែចំពោះ D របស់យើងគឺស្មើនឹង1មីលីម៉ែត្រប៉ុន្តែយើងត្រូវបដូរវាណាគឺស្មើនឹង10សេគុណដក3ម៉ែត្រចំពោះ1 ទោះគេមិនឲ្យគឺយើងត្រូវតែចាំទេព្រោះវាជាតម្លៃថេរគឺស្មើនឹង10សេគុណដក7 Tesla ម៉ែត្រនៅក្នុងអាំពែនោះគេបានដែនមីតិចដែលយើងចង់បានឬក៏អាំងដូចសុងមីតិចដែលយើងចង់បានគឺស្មើនឹង4ផៃគុណនឹង10ស្វ័យគុណដក7នៅលើ e របស់យើងគឺស្មើនឹង10ចែកឲ្យ10ស្វ័យគុណដក3អញ្ចឹងសមិទ្ធផលដែលយើងទទួលបានក្រោយពីការគណនាគឺយើងស្មើនឹង4ផៃគុណនឹង10ស្វ័យគុណដក3Teslaនេះគឺជាចម្លើយចុងក្រោយដែលយើងបានធ្វើការបង្ហាញតាមរយៈលំហាត់នេះអញ្ចឹងអ្វីដែលលោកបង្ហាញគឺមានតែប៉ុណ្ណេះទេសម្រាប់ពួកយើងអរគុណច្រើន